ពេលដែលធ្លាក់ខ្លួនឈឺទើបភ្ញាក់ដឹងខ្លួនទម្រាំតែភ្ញាក់ខ្លួនជីវិតនៅមុខទ្វារមាច់ជ្រីកទៅហើយពាក្យទូន្មានល្អរបស់ឪពុកម្ដាយពោលប្រាប់កូនថាកូនណាកូនកុំសេពសូរ៉ានាំឲ្យវិនាសសូរ៉ានាំឲ្យខូចថ្លើមសូរ៉ានាំឲ្យខូចតម្រងនោមតែកូនស្ដាប់អ្នកក្រៅដែលមិនមែនជាឪពុកម្ដាយកូនទៅវិញហើយឥឡូវក៏ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរទៅកូនភ្ញាក់ដឹងខ្លួនសឹងតែជ្រុលហួសពេលទៅហើយ